ចង់ធ្វើជាអ្នកខ្លាំងគឺត្រូវតែប្រើមធ្យោបាយខ្លាំងៗទាំងអស់លោកខុសហើយវិជាគ្រប់គ្រងខ្លាំងបំផុតនៅតែជាចិត្តធម៌ខ្លាយជាអំណាចរឿងអ្វីក៏ដោយបើប្រញាប់ពេកគឺមិនបានសម្រេចទេលោកប្រាំមធ្យោបាយនេះបង្ខំឲ្យគេចុកចាញ់តើគេអាចសុខចិត្តទេបើមិនសុខចិត្តទេពួកគេមិននឹងអាចស្ម័គ្រចិត្តបម្រើការជូនយើងទៅមានខ្វូតមួយគេសរសេរថាការសងសឹកដ៏ល្អបំផុតគឺរស់ឲ្យល្អជាងមនុស្សដែលធ្លាប់ប្រមាថមើលងាយយើងខ្ញុំអានខ្វូតមួយនេះហើយខ្ញុំចាប់អារម្មណ៍ខ្វូតនេះមែនទែនខ្វូតមួយនេះគឺបង្ហាញយើងឲ្យចេះរឹងមាំជាមួយនឹងសភាពការជីវិតរបស់យើងមែនទែននៅពេលដែលគេមើលងាយប្រមាថមកលើយើងត្រូវចេះទាញសភាពការទាំងអស់ហ្នឹងឲ្យកើតជាកម្លាំងដើម្បីវិវត្តខ្លួនឯងទៅមុខពេលខ្លះវាឈឺចាប់មែនតើនៅពេលដែលគេប្រមាថមើលងាយយើងប៉ុន្តែបើសិនជាយើងចំណាយពេលវេលាចំណាយអារម្មណ៍ឬក៏ទន់តូទៅតាមពាក្យប្រមាថមើលងាយទាំងអស់ហ្នឹងយើងប្រហែលជាមិនអាចរីកចម្រើនទៅមុខបានទេបើគេប្រមាថមើលងាយយើងត្រូវតែចេះឈឺចាប់ជារឿងពិតមួយយើងត្រូវតែចេះឈឺចាប់មនុស្សខ្លះមានទស្សនៈមួយថាកុំឈឺចាប់ជាមួយនឹងសម្ដីអ្នកដទៃពេលខ្លះទស្សនៈមួយនឹងវាធ្វើឲ្យយើងខ្សោយទៅវិញទេគេប្រមាថយើងត្រូវតែឈឺចាប់ត្រូវតែចងចាំអត់មានរឿងអត់ឈឺចាប់ទេគេប្រមាថមើលងាយយើងបើឯងមានលុយឯងទៅណាក៏បានដែរដូចយើងយ៉ាងអញ្ចឹងឯងនឹងមានបងប្អូនបើសិនជាឯងមានលុយពេលជួបរឿងលំបាកគេយករួចខ្លួនតែទាំងអស់ហ្នឹងពេលមានបញ្ហាពួកគេប្រកាសទៅចោលឯងពួកគេជាបងប្អូនឯងដោយសារមិនទាន់ដល់ពេលត្រូវក្បត់ពេលដែលពេលវេលាមិនដល់ស្រឡាញ់គ្នាក្នុងនាមសង្សារភាសាស្នេហ៍ពីរសជ្រាមដល់បេងដូងគ្រប់មាត់មកខ្ញុំជឿថាមិនមានតែខ្ញុំទេដែលខ្ញុំមានអារម្មណ៍ចឹងឥឡូវហើយអារម្មណ៍បែបហ្នឹងក៏ខ្ញុំទទួលយកឥឡូវដែរមានដឹងទេថាកាលពីមុនខ្ញុំចូលចិត្តថតរូបហើយខ្ញុំជាមនុស្សម្នាក់ដែលតែបងសង្ស័យថាអូននឹងគេកំពុងតែគេfucking summer chase ជាកំណងនៅតែចោលមិនដូច bad I feel all alone but I try my best ទៅធ្វើវាតែមិនប៉ុន្មានវាឡើងចង់បានគុណសម្បត្តិហើយទេវតាមិនស្មារតីចំពោះខ្ញុំខាតបងណាស់ដែលខ្ញុំចូលរួមច្បាំងនៅទីនោះថាមិនបាននៅមានច្បាំងតទៅ